គឺវរៈដដែលហ្នឹងមេបញ្ជាការវរៈមេបញ្ជាការរងវរៈសេនាតូចរហូតដល់2នាក់បានមកតាំងនាំជនជាតិថៃចូលមកប្រទេសយើងដោយមានមេប៉ុស្តិ៍មានអីហ្នឹងគេទៅអន្តរាគមន៍ណាមេប៉ុស្តិ៍មានអីហ្នឹងគេអន្តរាគមន៍ណាមេប៉ុស្តិ៍មានអីហ្នឹងគេអន្តរាគមន៍គេនិយាយចំគេជាប្រព័ន្ធតែម្ដងគេជាប្រព័ន្ធតែម្ដងបងប្អូនពួកនេះសាហាវគឺសម្ដេចតេជោចេញសារពីប្រលប់យប់មិញស្រាប់តែយប់ឡើងគេនាំគ្នាបំពេញណាអនុសាសន៍ក៏ដូចជាសារដាស់តឿនណែនាំរបស់សម្ដេចតេជោបានន័យថាមន្ត្រីទាំងអស់នេះប្រហើនឆ្លើយមិនគោរពវិន័យមិនគោរពច្បាប់មិនគោរពថ្នាក់ដឹកនាំមិនគោរពបទបញ្ជាបាទណាចឹងហើយបានយប់មិញនេះណាគឺទាហានកងពលលេខ51ដែលកំពុងតែល្បាតព្រំដែនទាំងយប់ទាំងថ្ងៃពេលយប់នេះណាក្រោមភ្លៀងខ្យល់ថ្ងៃក្តៅរងានេះអត់មានហ៊ានសម្រាប់ទេប្រទះឃើញណាប្រទះឃើញប៉ូលីសព្រំដែន891ហ្នឹងដឹកជនជាតិថៃ2នាក់ឆ្លងដែនអញ្ចឹងពេលយើងស្ទាក់ចាប់ពីបាត់ម៉ូតូបុកទាហានយើងហ្នឹងគឺត្រូវរបួសបាទហើយក្រោយមកក៏មានការតេឡេហ្វូនអាយកូមកឡើងឲ្យអន្តរាគមន៍អញ្ចឹងទៅបានឧត្តមសេនីយ៍តូសេងចរិនមេបញ្ជាការរងភូមិភាគទី5នឹងជានាយសេនាធិការភូមិភាគ5នេះគឺបានបញ្ជាកម្លាំងក៏ដូចជាស្នើកម្លាំងកងរាជអាវុធហត្ថប្រទីមានជ័យប៉ោយប៉ែតនេះគឺឡើងទៅជួយទីបំផុតគឺចាប់ពួកនឹងបានហើយមុននឹងចាប់បានហ្នឹងគឺថាមេបញ្ជាការរងវរៈនេះហៅស្អីនេះឈ្មោះអរិញសុកសំអល់ហៅតំនេះគឺបានទាញកំភ្លើងអាការរបាញ់ទៅលើសមត្ថកិច្ចទៅបើលើទាហានដែលកំពុងតែបំពេញភារកិច្ចនៅទីនោះទៀតណាហើយគេហៅគ្នាគេមកចង់10នាក់បាទចង់10នាក់ទីបំផុតគឺទាហានគឺឡោមព័ទ្ធចាប់មេបញ្ជាការវរៈសេនាតូចចំនួន2នាក់គឺវរៈសេនាតូច891ហ្នឹងហើយមេប៉ុស្តិ៍បាទព្រំដែនគោកអូលហុងហ្នឹងម្នាក់ហើយរួមទាំងមន្ត្រី3នាក់ផ្សេងទៀតស្របទៅ6នាក់ទាំងអស់7ប៉ុន្តែម្នាក់នៅចុងភៅយើងកុំនិយាយថា6ហ្នឹងបានហើយអញ្ចឹងរឿងនេះខ្ញុំសូមសង្ខេបប៉ុណ្ណឹងហើយខ្ញុំទាញយករឿងមួយចុងក្រោយទៀតមួយទៀតអាហ្នឹងនិយាយអាហ្នឹងមួយម៉ាត់ចប់ហើយខ្ញុំបិទហើយទៅរកហូបបាយរឿងមួយទៀតចុងក្រោយគឺរឿងនៅប្រទីមានជ័យបាទរឿងប្រទីមានជ័យនេះគឺជារឿងចំដែរតែខ្ញុំសំណូមពរឲ្យអគ្គស្នងការនគរបាលជាតិក៏ដូចជាក្រសួងមហាផ្ទៃពិចារណាឡើងវិញទៅក្នុងការរៀបចំរចនាសម្ព័ន្ធមន្ត្រីនៅនគរបាលខេត្តប្រទីមានជ័យបាទពីព្រោះយើងមកកាន់នៅខេត្តប្រទីមានជ័យនេះមួយខែខ្ញុំដឹងរឿងរ៉ាវច្រើនណាស់បាទអាវត្តពរចង្វាចិញ្ចឹមច្រោណាចង្វាចិញ្ចឹមច្រោគឺអស់លោកជាមេវរៈណាមេរងវរៈមេប៉ុស្តិ៍តាមព្រំដែនទាំងអស់ស្ទើរតែទាំងអស់គឺសិតតែពាក់ព័ន្ធទៅបទល្មើសរ៉ូស៊ីនាំតំណែងឆ្លងព្រំដែននាំមនុស្សឆ្លងព្រំដែនបាទខែមិនដល់មួយខែមុនផងណាមេបញ្ជាការរងវរៈសេនាតូចម្នាក់891ណាពៅវធីហៅអរិញធីស្នានោះណានាំតំណែងថៃចូលមកគណៈពេលដែលព្រំដែនបិទទៅហើយណាឥឡូវយោធាល្បាតព្រំដែនណាបកកងពល51បានស្កាត់រកឃើញហើយនឹងបានចាប់ពលឲ្យទៅ PM ដើម្បីកងរាជអាវុធហត្ថគេចាត់ការបន្តឥឡូវនេះរឿងនឹងមិនទាន់ស្ងប់ផងក្រសួងមហាផ្ទៃទើបតែចេញសេចក្តីសម្រេចប្រហែលអាទិត្យមុននេះគឺអការងារទុកឲ្យតុលាការគេចាត់ការអញ្ចឹងរឿងនោះមិនទាន់តុលាការមិនទាន់ចាត់ការចាប់ស្រួលផងឥឡូវនេះយប់មិញនេះគឺវរៈដដែលហ្នឹងមេបញ្ជាការវរៈមេបញ្ជាការរងវរៈសេនាតូចរហូតដល់2នាក់បានមកតាំងនាំជនជាតិថៃចូលមកប្រទេសយើងដោយមានមេប៉ុស្តិ៍មានអីហ្នឹងគេទៅអន្តរាគមន៍ណាមេប៉ុស្តិ៍មានអីហ្នឹងគេអន្តរាគមន៍ណាមេប៉ុស្តិ៍មានអីហ្នឹងគេអន្តរាគមន៍គេនិយាយចំគេជាប្រព័ន្ធតែម្ដងគេជាប្រព័ន្ធតែម្ដងបងប្អូនពួកនេះសាហាវគឺសម្ដេចតេជោចេញសារពីប្រលប់យប់មិញស្រាប់តែយប់ឡើងគេនាំគ្នាបំពេញណាអនុសាសន៍ក៏ដូចជាសារដាស់តឿនណែនាំរបស់សម្ដេចតេជោបានន័យថាមន្ត្រីទាំងអស់នេះប្រហើនឆ្លើយមិនគោរពវិន័យមិនគោរពច្បាប់មិនគោរពថ្នាក់ដឹកនាំមិនគោរពបទបញ្ជាបាទណាចឹងហើយបានយប់មិញនេះណាគឺទាហានកងពលលេខ51ដែលកំពុងតែល្បាតព្រំដែនទាំងយប់ទាំងថ្ងៃពេលយប់នេះណាក្រោមភ្លៀងខ្យល់ថ្ងៃក្តៅរងានេះអត់មានហ៊ានសម្រាប់ទេប្រទះឃើញណាប្រទះឃើញប៉ូលីសព្រំដែន891ហ្នឹងដឹកជនជាតិថៃ2នាក់ឆ្លងដែនអញ្ចឹងពេលយើងស្ទាក់ចាប់ពីបាត់ម៉ូតូបុកទាហានយើងហ្នឹងគឺត្រូវរបួសបាទហើយក្រោយមកក៏មានការតេឡេហ្វូនអាយកូមកឡើងឲ្យអន្តរាគមន៍អញ្ចឹងទៅបានឧត្តមសេនីយ៍តូសេងចរិនមេបញ្ជាការរងភូមិភាគទី5នឹងជានាយសេនាធិការភូមិភាគ5នេះគឺបានបញ្ជាកម្លាំងក៏ដូចជាស្នើកម្លាំងកងរាជអាវុធហត្ថប្រទីមានជ័យប៉ោយប៉ែតនេះគឺឡើងទៅជួយទីបំផុតគឺចាប់ពួកនឹងបានហើយមុននឹងចាប់បានហ្នឹងគឺថាមេបញ្ជាការរងវរៈនេះហៅស្អីនេះឈ្មោះអរិញសុកសំអល់ហៅតំនេះគឺបានទាញកំភ្លើងអាការរបាញ់ទៅលើសមត្ថកិច្ចទៅបើលើទាហានដែលកំពុងតែបំពេញភារកិច្ចនៅទីនោះទៀតណាហើយគេហៅគ្នាគេមកចង់10នាក់បាទចង់10នាក់ទីបំផុតគឺទាហានគឺឡោមព័ទ្ធចាប់មេបញ្ជាការវរៈសេនាតូចចំនួន2នាក់គឺវរៈសេនាតូច891ហ្នឹងហើយមេប៉ុស្តិ៍បាទព្រំដែនគោកអូលហុងហ្នឹងម្នាក់ហើយរួមទាំងមន្ត្រី3នាក់ផ្សេងទៀតស្របទៅ6នាក់ទាំងអស់7ប៉ុន្តែម្នាក់នៅចុងភៅយើងកុំនិយាយថា6ហ្នឹងបានហើយយើងសូមបញ្ជាក់ថាមេបញ្ជាការវរៈគាត់ឈឺគាត់សុំច្បាប់បាទគាត់អត់មានពាក់ព័ន្ធនៅក្នុងរឿងហ្នឹងទេមេបញ្ជាការវរៈសេនាតូច891ហ្នឹងគឺគាត់ឈឺ
គាត់បានសុំច្បាប់អីត្រឹមត្រូវបាទតែដែលឡែកឆ្លៀតពេលដែលមេបញ្ជាការអត់នៅនឹងគឺពួកនេះឆ្លើយបើហើនអត់គ្រប់ពីណីគឺលួចប្រព្រឹត្តបទល្មើសឲ្យបំពេញទៅលើបទបញ្ជារបស់រដ្ឋាភិបាលណាដែលបានចេញបទបញ្ជាហាមណាបិទព្រំដែនរួចទៅហើយតែពួកគេនៅតែបំពេញណាគឺស្ទើរតែទាំងអស់ប៉ូលីសតាមបរិយានឹងទាំងអស់ហើយមេបញ្ជាការបរិយាសេនាតូចខ្លះមានផ្ទះវិឡានៅក្នុងប្រទេសថៃទៀតមានផ្ទះវិឡានៅក្នុងប្រទេសថៃទៀតស៊ើបទៅស្រាវជ្រាវទៅបាទមានផ្ទះវិឡានៅក្នុងប្រទេសថៃទៀតហើយពួកគេមានអំណាចនៅតាមព្រំដែននេះផ្អៀងណាគេក្រៅតែពីគេនាំតំណែងឆ្លងដែនខុសច្បាប់នាំពលករឆ្លងដែនខុសច្បាប់គេហ៊ានបំពេញចំណីអូព្រំដែននេះចាក់លុកចាក់អីនឹងចង់អស់ឲ្យអូអាហ្នឹងលុកដានព្រំដែនលុកដានព្រំដែនណាខ្ញុំដឹងរឿងរ៉ាវច្រើនពេលខ្លះខ្ញុំអត់ចង់និយាយទេបងប្អូនដោយសារអីដោយសារយើងកំពុងព្រំដែនយើងកំពុងមានកម្ដៅយើងមិនចង់តិចទៀនមន្ត្រីរបស់យើងដែលកំពុងការពារព្រំដែនទេប៉ុន្តែពួកនេះយកតួនាទីការពារព្រំដែនហ្នឹងយកទៅរកស៊ីខណៈពេលដែលតែហ៊ានគេខំណាល្បាតទាំងយប់ទាំងថ្ងៃអត់មានបានដេកខ្ញុំនៅទីនេះខ្ញុំអត់មានមកលើកជើងតែហ៊ានទេតែហ៊ានគេពិតជាបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារមែនហើយមន្ត្រីប៉ូលីសយើងជាច្រើនក៏ប្រឹងការពារដែរបាទក៏ប្រឹងការពារដែរក៏ប៉ុន្តែមានក្នុងហ្នឹងមានមួយក្តាប់តូចហ្នឹងគឺគេនាំគ្នាយកតួនាទីយកអីហ្នឹងទៅឆ្លៀតគេហៅត្រីញៀតឆ្លៀតពងបាទវាធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសប៉ូលីសដែលគេល្អគេខំមកការពារព្រំដែនដែរបាទការពារព្រំដែនដែរហ្នឹងហើយអស់លោកមេមួយចំនួនហ្នឹងចាប់ផ្លែតេអន្តរាគមឥឡូវខ្ញុំបានប្រាប់ទៅខាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងថាឲ្យយកឈ្មោះខ្ញុំណាមន្ត្រីណាខ្លះដែលហ៊ានអន្តរាគមណាខ្ញុំគ្មានមនោចេតនាទេទោះបីស្គាល់គ្នាក៏ខ្ញុំហែកឲ្យបងប្អូនមើលដែរណាហែកឲ្យបងប្អូនមើលដែរពីព្រោះមកនេះយើងអត់មានអីត្រូវយោគយល់ពួកហ្នឹងទេអត់មានត្រូវយោគយល់ទេយើងត្រូវការធ្វើពហិការយើងត្រូវការពារណាសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងណាកុំឲ្យថៃវាមើលងាយថាអត់តំណែងវាមិនបានណាហ្នឹងហើយកុំឲ្យថៃវាមើលងាយថាប្រទេសយើងយ៉ាប់ប្រជាជនរត់ទៅឆ្លងដែនទៅធ្វើការនៅប្រទេសវាណាហ្នឹងបានហើយមួយទៀតអារឿងយកមិញនេះនាំអានេះថៃពីរនាក់មកនេះយើងមិនដឹងថាហ្នឹងជាស្អីជួនកាលវាជាចារកម្មរបស់ថៃជួនកាលវាជាស្អីវាមកឬក៏វាជាជនល្មើសឬក៏ជាស្អីយើងមិនដឹងអានេះវាអាចបង្កគ្រោះថ្នាក់ទៅដល់ប្រទេសយើងច្រើនជាងបានផលប្រយោជន៍ដល់យើងបាទអញ្ចឹងពួកនេះគ្មានខុសក្បាលជាមនុស្សទេបាទចឹងហើយបាទខ្ញុំពិតជាអរគុណណាស់អរគុណទៅដល់កងទ័ពជាពិសេសកងពលលេខ51បាទកងពលលេខ51ក៏ដូចជាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានសហការគ្នាក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍តូសេងជារិននេះដែលឈានទៅដល់ការបង្ក្រាបពួកនេះបានជោគជ័យបាទហើយសំណូមពរទៅតុលាការធ្វើការកុំយោគយល់កុំអនុគ្រោះឲ្យពួកនេះអសោះបាទកុំអនុគ្រោះពួកនេះអសោះហើយបើមានមន្ត្រីណាមួយណាហ៊ានទេលេហ្វូនអន្តរាគមន៍ឬស្នើអីឆ្វេងឆ្វាយប្រាប់ខ្ញុំបាទពីព្រោះមុនគេមានប្រាប់ខ្ញុំមួយហើយថាពៅស្អីមានវិជាការរងរយៈឈ្មោះពៅវត្តទីនោះហៅទីស្នានោះគេថាគេដោះចប់ហើយណាមានមេគេស្នងការស្នងអីជារត់ការឆ្វេងឆ្វាយចិត្តរួចហើយខ្ញុំថាបើរត់រួចខ្ញុំនឹងវាយបន្តទៀតបាទវាយបន្តទៀតបាទអត់មានអីឲ្យមករត់ឆ្វេងឆ្វាយអីញ៉ៃចឹងទេហើយសំណុំពរឲ្យអគ្គស្នងការក៏ដូចជាឯកឧត្តមអភិណាក្រសួងមហាផ្ទៃហ្នឹងក៏ដូចជារាជរដ្ឋាភិបាលមេត្តាពិចារណាមើលឡើងវិញបើសិនជាអស់លោកនឹងយកតួនាទីទៅតែធ្វើឲ្យអាប់អោតដល់កិត្តិយសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជាតិគួរពិចារណាថាតើធ្វើម៉េចដើម្បីរុះរើរៀបចំកុំឲ្យយូរយើងលែងទុកចិត្តណាឥឡូវខ្លាចបំផុតខ្លាចរកៅក្នុងសាច់ហ្នឹងយើងទៅទប់ទល់មកណាបាទរកៅក្នុងសាច់តែហ៊ានយើងប៉ូលីសយើងដែលគេល្អត្រឹមត្រូវគេខំចង្អប់បែរជាពួកអរកៅក្នុងសាច់ហ្នឹងវាត្រូវគ្នាជាមួយខាងថៃវាឆ្លងកាត់វាចេញចូលស្រែកតែចិត្តណានេះអត់បានទេអញ្ចឹងគឺថាពីម៉ោងនេះទៅខ្ញុំអត់មានយោគយល់អ្នកណាណាកុំអ្នកឯងគិតថាស៊ីបាយជាមួយខ្ញុំស្គាល់ខ្ញុំណារាប់អានខ្ញុំណាអត់ទេខ្ញុំរាប់អានបងប្អូនតែពេលត្រូវទេតែពេលខុសមិនមែនបងប្អូនខ្ញុំមិនមែនមិត្តភក្តិខ្ញុំទេបាទខ្ញុំនិយាយឲ្យចំអញ្ចឹងហ្មងបាទអញ្ចឹងរឿងស្នងការមន្ត្រីស្នងការខេត្តបន្ទាយមានជ័យនេះមានរឿងអាស្រូវច្រើនណាស់ខ្ញុំប្រាប់ថាច្រើនណាស់ណាអញ្ចឹងសូមឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិចារណាមើលទៅហើយបង្កើតក្រុមអធិការកិច្ចចុះមកស្រាវជ្រាវស៊ើបអង្កេតទៅថាតើវាយ៉ាងម៉េចឬក៏អង្គភាពប្រឆាំងអំពើពុករលួយចុះមកស៊ើបអង្កេតមើលហេតុអីបានប៉ូលីសតាមព្រំដែនហ្នឹងហ៊ានខ្លាំធំបំពេញបទបញ្ជារបស់រាជរដ្ឋាភិបាលណាអត់គ្រប់វិន័យតាមមកពីអីបាទព្រោះរឿងនេះសំខាន់ណាយើងអត់អាចធ្វើប្រហែលទេទោះបីប្រទេសកំពុងប្រឈមមិនក៏ដោយយើងមិនមែនអត់ពួកហ្នឹងពួកនេះអត់វិន័យបែបនេះគ្រោះថ្នាក់ដល់ប្រទេសជាតិយើងបាទគ្រោះថ្នាក់ដល់ប្រទេសជាតិយើងបាទអញ្ចឹងខ្ញុំសូមនិយាយប៉ុណ្ណឹងបញ្ឈប់ការឡាយដល់ម៉ោងចេញទៅក្រៅហូបបាយសង្ឃឹមថាបងប្អូនយើងផ្សេងទៀតនឹងកែខ្លួនហើយកុំធ្វើឲ្យជាតិយើងអាប់អោនហើយសូមឲ្យគោរពវិន័យព្រមស៊ីអត់ស៊ីឃ្លៀងណាព្រមស៊ីអត់ស៊ីឃ្លៀងដើម្បីរួមចំណែកលើកមុខមាត់កិត្តិយសប្រទេសជាតិយើងការពារទឹកដីយើងកុំឲ្យគេមើលងាយកុំឲ្យគេឌីលណាអស់លោកឯង7នាក់6នាក់ដែលធ្វើថ្ងៃមិញគឺជាជនថោកទាបមន្ត្រីថោកទាបខ្ញុំសង្ឃឹមថាក្រសួងមហាផ្ទៃនឹងដកតំណែងឲ្យបើរកឃើញបទល្មើសណាតុលាការរកឃើញបទល្មើសថាពិតជាបានប្រព្រឹត្តបទល្មើសណារត់ពន្ធមនុស្សឆ្លងដែនមែនសូមឲ្យកាត់ក្របខ័ណ្ឌចោលដេញចេញពីក្របខ័ណ្ឌតែម្ដងកុំឲ្យមានការអន្តរាគមន៍អសោះបាទហើយដូចខ្ញុំនិយាយដដែលចឹងណាអន្តរាគមន៍ខ្ញុំអត់ទុកមុខឲ្យទេបាទមិនថាស្នងការមិនថាអគ្គតាក់រងណាទេខ្ញុំនិយាយចំមិនថាអ្នកឃុំណាទេឲ្យអន្តរាគមន៍រឿងពួកនេះគឺខ្ញុំអត់ព្រមទេពីព្រោះកងទ័ពយើងនៅជួរមុខហត់ណាស់វេទនាណាស់ប៉ូលីសយើងដែលនៅតាមព្រំដែនស្មោះត្រង់ជាមួយរដ្ឋាភិបាលណាគឺខិតខំណាស់នៅខាងមុខតែរឿងអីពួកអាថោកភាពអស់ហ្នឹងវានាំគ្នាធ្វើភ្លុះធ្វើភ្លៀងធ្វើឲ្យអាប់អន់កិត្តិយសដល់អង្គភាពដល់ស្ថាប័នណាធ្វើឲ្យប្រទេសថៃមើលងាយយើង
ណាអាហ្នឹងគឺយើងអត់យកយល់ទេខ្ញុំអត់យកយល់ទេហើយខ្ញុំជន់ដីនេះខ្ញុំអត់មានចៅខ្លួនឯងអត់មានខ្លាចអីនេះឯងទេបងប្អូនខ្ញុំអរគុណណាទូរស័ព្ទមកផងឆាតមកផងថាឲ្យប្រយ័ត្នយើងវាយឆ្នាំងបាយគេនៅប្រទេសមានជ័យនៅប៉ោយប៉ែតនេះប្រយ័ត្នខ្ញុំថាខ្ញុំអត់មានខ្លាចពួកអស់ហ្នឹងទេបើខ្ញុំខ្លាចខ្ញុំអត់មកជន់ដីនៅប្រទេសមានជ័យនៅប៉ោយប៉ែតនៅព្រំដែនហ្នឹងទេណាខ្ញុំអត់មានខ្លាចពួកអស់ហ្នឹងទេខ្ញុំប្រាប់បងប្អូនជឿជាក់ខ្ញុំទៅខ្ញុំគ្មានស្អីការពារខ្លួនទេតែខ្ញុំអត់មានខ្លាចពួកអស់ហ្នឹងទេបាទខ្ញុំមកនេះក៏ចាត់តែពួកមនុស្សខូចមនុស្សល្មើសច្បាប់មនុស្សបំពេញណាបំរាមរបស់រដ្ឋាភិបាលធ្វើជុះធ្វើភ្លៀងធ្វើឲ្យជាតិអោនខ្ញុំអត់យកយល់ពួកអស់ហ្នឹងទេខ្ញុំអត់មានរឿងអីទៅខ្លាចពួកវាទេណាខ្ញុំអត់មានខ្លាចទេបាទបងប្អូនបារម្ភខ្ញុំអរគុណហើយតែខ្ញុំមិនដែលខ្លាចពួកអស់ហ្នឹងទេបាទខ្ញុំមិនដែលខ្លាចពួកអស់ហ្នឹងទេបើខ្ញុំខ្លាចតែលាកទឹកក្តៅខ្ញុំមិនលុកទេបាទខ្ញុំមិនលុកទេបាទអញ្ចឹងអានេះជាឆន្ទៈរបស់ខ្ញុំបាទអញ្ចឹងសូមអរគុណបងប្អូនអរគ្នាខ្ញុំសូមជម្រាបលាខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេបាទអរគុណ